ពីអតីតកាលត្រូវបានកប់ទុកចោលដូចជាព្រះយេស៊ូវព្រះអង្គបានសង្កត់អញ្ចឹងនៅ3ថ្ងៃមានថាអំពើបាបរបស់ផងយើងរឿងអតីតកាលរបស់ផងយើងត្រូវបានកប់ហើយយើងងើបឡើងវិញរស់ឡើងនៅក្នុងជីវិតថ្មីអាមែនជីវិតថ្មីគឺថាព្រះបន្ទូលព្រះអង្គចាំនៅក្នុងជីវិតរបស់ផងយើងមានចិត្តស្មោះត្រង់នៅចំពោះព្រះអង្គយើងខោខ្លាចព្រះអង្គហើយយើងលើកដំណើរអញ្ចឹងនៅក្នុងទាំងគំនិតរបស់ផងយើងទាំងត្រចៀករបស់ផងយើងទាំងមាត់របស់ផងយើងទាំងពាក្យសម្ដីរបស់ផងយើងទាំងកាយវិការរបស់ផងយើងយើងត្រូវធ្វើតាមព្រះអង្គព្រះអង្គមិនដែលបង្រៀនយើងឲ្យអាក្រក់ទេដោយព្រះអង្គបង្រៀនយើងឲ្យគោរពបទបាត់ឪពុកម្ដាយនោះមិនមែនជាអាក្រក់ព្រះអង្គបង្រៀនយើងឲ្យគោរពគ្រូមហាអាចារ្យព្រះអង្គបង្រៀនយើងឲ្យស្រឡាញ់អ្នកដទៃទៀតដូចជាខ្លួនឯងព្រះអង្គបានបង្រៀនយើងឲ្យអត់ទោសដល់គេព្រះអង្គបានបង្រៀនយើងឲ្យទៀតបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃទៀតអាមែននោះជារឿងដែលព្រះអង្គឲ្យយើងព្រះអង្គចង់ឲ្យយើងធ្វើហើយព្រះអង្គបង្រៀនយើងអីវិញទៀតគឺចេញទៅប្រកាសដំណឹងល្អដើម្បីឲ្យអ្នកដទៃទៀតឮដំណឹងល្អឲ្យពួកគេបានអ្វីបានសង្គ្រោះដូចជាយើងដែរអាមែនព្រះអង្គបានបង្រៀនយើងយ៉ាងដូចម្ដេចហាកុំឲ្យបាបសោយរាជលើយើងកុំឲ្យអរិយសាតាំងដឹកនាំជីវិតយើងព្រះអង្គបង្រៀនយើងកុំឲ្យយើងទៅថ្វាយបង្គំអរិយកុំឲ្យយើងសែនព្រែនទៅអរិយហេតុអីកុំឲ្យយើងថ្វាយបង្គំទេវតាពីព្រោះទេវតាកាលណាយើងថ្វាយបង្គំនោះជាអំពើបាបការថ្វាយបង្គំគឺសម្រាប់តែព្រះតែប៉ុណ្ណោះអាមែនហើយតែព្រះអញ្ចឹងការថ្វាយបង្គំលោកអ្នកបងប្អូនត្រូវប្រយ័ត្នខ្មែរយើងគឺមានភាពយល់ច្រឡំថាពេលខ្លះឃើញយើងថ្វាយបង្គំទេវតាឃើញយើងថ្វាយបង្គំឪពុកម្ដាយឬក៏យើងគោរពឪពុកម្ដាយគិតថាយើងគោរពគាត់ដូចជាព្រះមិនមែនទេការគោរពគាត់ជាបាត់ឪពុកម្ដាយផ្សេងយើងមិនបានគោរពគាត់ជាព្រះទេប៉ុន្តែយ៉ាងដូចនេះយើងគោរពគាត់ជាអ្នកមានគុណរបស់ផងយើងមិនមែនជាទីសក្ការៈទេប៉ុន្តែព្រះគឺជាទីសក្ការៈគឺជាអ្វីគឺជាអ្នកដែលខ្ពង់ខ្ពស់បំផុតអាមែនសម្រាប់ថ្វាយបង្គំដែលនៅឋានសួគ៌ប៉ុន្តែឪពុកម្ដាយយើងបម្រើគាត់យើងគោរពគាត់កោតខ្លាចគាត់ឲ្យតម្លៃគាត់នោះជាអ្វីដែលព្រះអង្គចង់ឲ្យយើងធ្វើប៉ុន្តែអរិយបានបំផ្លាញសេចក្តីពិតហើយយ៉ាងដូច្នេះហើយព្រះអង្គបានបង្រៀនយើងយ៉ាងដូចកុំឲ្យបាបសោយរាជលើយើងព្រះអង្គឲ្យយើងរកគ្នាទៅកុំឲ្យលុបលន់មិនមែនយើងអត់ត្រូវការលុយមិនមែនយើងអត់ត្រូវការទ្រព្យសម្បត្តិមិនមែនយើងអត់ត្រូវការចំណេះដឹងមិនមែនថាយើងអត់ត្រូវការលុយឡានផ្ទះសម្បែងទេប៉ុន្តែកុំឲ្យយើងមានចិត្តលុបលន់អាមែនកុំឲ្យយើងមានចិត្តលុបលន់កាលណាយើងមានចិត្តលុបលន់យ៉ាងដូចម្ដេចលុយនឹងបញ្ជាលើយើងអរិយ